ម៉ោងនេះពេលនេះប្រជាជនកម្ពុជាកំពុងតែសប្បាយគឺសប្បាយចិត្តនឹងការប្រើប្រាស់ផលិតផលរបស់ខ្មែរសប្បាយចិត្តទៅនឹងមុខទំនិញរបស់ខ្មែរដែលកំពុងតែមានតម្លៃហេតុអ្វីប្រជាជនកម្ពុជាចាំបាច់ចង់ឲ្យបើកច្រកព្រំដែនជាមួយថៃវិញតើហេតុអ្វីបានជាភាគីថៃអ្នកឯងនេះចោទថាកម្ពុជាសុំបើកព្រំដែនហើយថែមទាំងដាក់លក្ខខណ្ឌជាមួយកម្ពុជាទៀតលុះត្រាតែកម្ពុជាដកទ័ពចេញដកកម្លាំងចេញដកប្រដាប់អាវុធចេញពីតំបន់ព្រំដែននិងលក្ខខណ្ឌជាច្រើនទៀតទៅតាមអ្វីដែលសៀមចង់បានទើបគេបើកព្រំដែនជាមួយកម្ពុជាបងប្អូនខ្ញុំឮដំណឹងនេះខ្ញុំចង់តែសើចតើបងប្អូនដឹងដែរទេថាខ្ញុំសើចអ្វីគឺខ្ញុំសើចទៅនឹងរឿងរ៉ាវផ្ទៃក្នុងរបស់ថៃដែលបងប្អូនមួយចំនួនប្រហែលជាអត់ដឹងទេតាមការពិតទៅបងប្អូនសេដ្ឋកិច្ចថៃបច្ចុប្បន្ននេះកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងហើយប្រជាជនថៃជាច្រើនកំពុងតែរងគ្រោះហើយរដ្ឋាភិបាលកំពុងតែរកច្រកចេញតែចេញមិនរួចដោយសារតែអំនួតពេកបងប្អូនតើរឿងរ៉ាវនេះវាយ៉ាងណាសូមបងប្អូនតាមដានជាមួយខ្ញុំបាននឹងលើកយកព្រឹត្តិការណ៍មួយចំនួនពាក់ព័ន្ធជាមួយនឹងការអះអាងរបស់ភាគីថៃថាភាគីថៃគេអត់ព្រមបើកព្រំដែនជាមួយកម្ពុជាទេបើចង់ឲ្យភាគីថៃបើកព្រំដែនជាមួយកម្ពុជាលុះត្រាតែមានលក្ខខណ្ឌដែលថៃចង់បានដូច្នេះកុំឲ្យខាតពេលតាមដានជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនដែលកំពុងតែទស្សនាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like ម្នាក់មួយផ្ដល់កម្លាំងចិត្តដល់ខ្ញុំផងចុច subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃយោងតាមសារព័ត៌មានផ្លូវការរបស់ថៃគេបានចុះផ្សាយថាបន្ទាប់ពីកិច្ចប្រជុំ JBC នៅកម្ពុជានៅដើមសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានថ្លែងប្រាប់ទៅប្រជាជនថៃថាកម្ពុជាសូមបើកច្រកព្រំដែនតាមរយៈភាគីជប៉ុនស្នើសុំយ៉ាប់ណាស់បងប្អូនយ៉ាប់ខ្លាំងមែនទែនពេលប្រជុំគឺសុំខ្មែរបើកតទៅពេលទៅដល់វិញប្រែកន្លប់180ដឺក្រេថាកម្ពុជានេះសូមបើកច្រកព្រំដែនអញ្ចឹងបានថារឿងដដែលដែលថៃព្យាយាមធ្វើដោយមិនខ្មាស់អៀនជាទីបំផុតឥឡូវសួរថាប្រសិនបើមិនបើកច្រកព្រំដែនកម្ពុជានិងថៃនេះប្រជាជនកម្ពុជានឹងស្លាប់មែនវាមិនដូចអ្វីដែលជនជាតិអ្នកឯងមើលងាយកម្ពុជាទេសពថ្ងៃនេះនៅតាមប៉ុស្តិ៍ទូរទស្សន៍បណ្ដាញសារព័ត៌មានរបស់ថៃឃើញថាប្រជាជនថៃមួយចំនួនដែលជាជនអគតិដែលជាជនជ្រុលនិយមរបស់ថៃនោះប្រើសម្ដីមាក់ងាយប្រជាជនកម្ពុជាយ៉ាងខ្លាំងបងប្អូនអ្នកតាមដានបណ្ដាញសង្គមបងប្អូនដឹងហើយពិធីករប្រមាណអ្នកនោះនៅប៉ុស្តិ៍ទូរទស្សន៍របស់ថៃទៀតបានមើលងាយច្រាស់ឆ្អេះចោតប្រកាន់ទៅដល់ប្រជាជនកម្ពុជាខ្លាំងមែនទែនថាជាជាតិសាសន៍មួយដែលអន់ជាទីបំផុតហើយថាខ្មែរយើងក្រគេថាខ្មែរយើងនឹងដាច់ពោះស្លាប់ជាមិនខានប្រសិនបើមិនបាននាំចូលទំនិញពីប្រទេសរបស់គេគឺប្រទេសថៃនោះហើយសួរថាមានបើកភ្នែកមើលអត់អ្នកនិយាយនឹងមានបើកភ្នែកមើលអត់រយៈពេលជិត2ខែកន្លងមកហើយដែលប្រជាជនកម្ពុជាយើងស្ទើរតែ 100% បានធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃគ្រប់ទំនិញទាំងអស់បច្ចុប្បន្ននេះកម្ពុជាមានគ្រប់គ្រាន់ហើយទាំងពីគ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាងទាំងអស់ប្រជាជនខ្មែរនៅតែមានស្មារតីរឹងមាំជានិច្ចមិនដូចអ្វីដែលអ្នកឯងថា3ខែ4ខែ5 6ខែទេប៉ុន្តែមកទល់ពេលនេះប្រជាជនកម្ពុជាយើងនៅតែធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃដដែលហើយសម្រាប់ប្រជាជនមួយចំនួនតូចដែលនៅតែទទួលយកផលិតផលថៃយកមកប្រើប្រាស់នេះមិនយូរមិនឆាប់ទេបងប្អូនខ្ញុំជឿជាក់ថាពួកគាត់នឹងចេះឈឺចាប់ជាមិនខានឡើយពីព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃជនជាតិនេះបានមើលងាយជនជាតិខ្មែរជាទីបំផុតបងប្អូនហើយបើគេមើលងាយយើងម្លឹងហើយមិនដឹងថាទ្រាំហូបរបស់គេទិញរបស់គេដល់ណាទៀតទេបងប្អូននេះគឺជាគំនិតគួរពិចារណាមួយថាតើទន្ទឹមទៅនឹងយើងធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃនោះវាទទួលគុណសម្បត្តិអ្វីខ្លះសម្រាប់ជាតិសាសន៍របស់យើងគុណតម្លៃអ្វីខ្លះសម្រាប់ប្រជាជនរបស់យើងសម្រាប់ផលិតផលរបស់យើងនៅក្នុងស្រុកនេះគឺជាអ្វីដែលបងប្អូនមួយចំនួនតូចគួរតែធ្វើការពិចារណាឡើងវិញប្រសិនបើយើងមិនសាមគ្គីរួបរวมគ្នាជាធ្លុងមួយទេជាតិសាសន៍ដទៃនឹងមើលងាយយើងគ្មានទីបញ្ចប់ទេបងប្អូននេះគឺជាតម្លៃមួយដែលយើងត្រូវតែលើកយកមកពិចារណាទាំងអស់គ្នាខ្ញុំនៅតែនិយាយម្ដងហើយម្ដងទៀតខ្ញុំជឿជាក់ថាមិនយូរមិនឆាប់ទេបងប្អូនមួយចំនួនតូចដែលនៅតែប្រើផលិតផលរបស់ថៃនោះគាត់នឹងត្រឡប់មកប្រើប្រាស់ផលិតផលរបស់កម្ពុជា 100% ជាមិនខានឡើយហើយមិនយូរមិនឆាប់ដូចគ្នាយ៉ាងយូរ5ឆ្នាំទៅមុខទៀតប្រទេសកម្ពុជានឹងមានផលិតផលនៅក្នុងស្រុកគ្រប់តម្រូវការទាំងអស់បងប្អូនចាំតែមើលចុះឲ្យតែប្រជាជនកម្ពុជាយើងទាំងអស់នៅក្នុងប្រទេសនេះនាំគ្នាគាំទ្រផលិតផលរបស់ខ្មែរប្រើប្រាស់ផលិតផលរបស់ខ្មែរស្រឡាញ់គាំទ្រលើកតម្កើងគ្រប់កលៈទេសៈទាំងអស់មិនយូរទេបងប្អូនដូច្នេះសូមប្រាប់ទៅខាងថៃផងដែរមើលផងចាំនិយាយគិតផងចាំនិយាយកុំហាស្រេចតែចិត្តបច្ចុប្បន្ននេះទំនិញរបស់កម្ពុជាស្ទើរតែទាំងអស់សុទ្ធតែមានគុណភាពទាំងការផលិតទាំងការវេចខ្ចប់និងការគិតគូរអំពីការប៉ះពាល់ទៅលើសុខភាពរបស់ប្រជាជនខ្លួនវាគ្រាន់បើជាងទំនិញរបស់អ្នកឯងដែលយើងមិនអាចទុកចិត្តបានទេបងប្អូនថាអ្នកឯងដាក់ថ្នាំគីមីដាក់ជាតិបារតឬក៏ដាក់សារធាតុបំពុលប្រជាជនកម្ពុជាអ្វីខ្លះក៏យើងមិនអាចដឹងបានដែរឲ្យពួកយើងជឿទុកចិត្តយ៉ាងម៉េចបងប្អូនកាលនៅក្នុងសមរភូមិគ្រាប់បែកចង្កោមក៏អ្នកឯងប្រើយន្តហោះក៏អ្នកឯងប្រើបាញ់ថ្នាំពុលផ្សែងពុលគីមីក៏អ្នកឯងហ៊ានបាញ់ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជារបស់មនុស្សជាតិលើសកលលោកក៏អ្នកឯងហ៊ានបំផ្លិចបំផ្លាញប្រើល្បិចស្មោកគ្រោកដើម្បីចាប់យកវីរៈកងទ័ពកម្ពុជាក៏អ្នកឯងហ៊ានធ្វើបង្កើតសាច់រឿងកុហកភូតភរទាំង
ទាំងអន្តរជាតិក៏អ្នកឯងហ៊ានធ្វើប្រជាជនរបស់អ្នកឯងមួយចំនួនយកលេមួកប្រុងនិងបាញ់ទៅលើប្រជាជនកម្ពុជាទៀតដែលនេះគឺជាទង្វើអមនុស្សធម៌ជាទីបំផុតហើយខ្ញុំហ៊ាននិយាយថាដូច្នេះបងប្អូនដូច្នេះវាអត់មានរឿងអីដែលប្រជាជនកម្ពុជាទៅទុកចិត្តលើទំនិញរបស់ថៃទៀតទេក៏សូមជម្រាបជូនទៅដល់បងប្អូនប្រជាជនកម្ពុជាយើងគ្រប់រូបនេះដែលពួកគាត់នៅតែប្រើប្រាស់ផលិតផលរបស់សៀមនេះបើបងប្អូនយល់ថាផលិតផលរបស់កម្ពុជាមិនទាន់មានគុណភាពស្តង់ដារបងប្អូនក៏គួរតែមានការភ័យខ្លាចនិងប្រុងប្រយ័ត្នទៅនឹងផលិតផលរបស់សៀមដែរថាមិនដឹងថាគេលាយអ្វីខ្លះនៅក្នុងនោះសូមបងប្អូនមានការប្រុងប្រយ័ត្នជាងមុនដែលនេះគឺជាបំណងល្អរបស់ជាតិខ្មែរមួយរូបដែលចង់ឲ្យពួកយើងសាមគ្គីគ្នាដើរទៅនៅក្នុងធ្លុងតែមួយដើម្បីផលប្រយោជន៍ជាតិឲ្យមានការរីកចម្រើនទៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះហើយបើសួរថាហេតុអ្វីប្រសិនបើកម្ពុជាយើងមានរឿងបែបនេះជាមួយនឹងថៃហើយមិនព្រមបិទការនាំចូលទំនិញពីបណ្ដាប្រទេសផ្សេងៗជាក់ស្ដែងប្រទេសថៃនេះហេតុអ្វីបានជារដ្ឋាភិបាលមិនបិទការនាំចូលទំនិញរបស់សៀមបងប្អូនបើយើងនិយាយតាមផ្លូវច្បាប់តែយើងហ៊ានបិទគឺយើងខុសហើយដោយសារតែប្រទេសយើងគឺស្ថិតនៅក្នុងដៃគូពាណិជ្ជកម្ម WTO ដូច្នេះបណ្ដាប្រទេសដែលស្ថិតនៅក្នុងដៃគូពាណិជ្ជកម្ម WTO គឺមិនអាចបិទនៃការនាំចេញនាំចូលទំនិញរវាងបណ្ដាប្រទេសជាដៃគូទាំងអស់នោះបានទេណាមួយទៀតប្រទេសយើងគឺជាបណ្ដាប្រទេសជាអ្នកជិតខាងល្អនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬក៏ហៅកាត់ថាអាស៊ាននេះដោយសារកម្ពុជាមិនចង់បង្កទំនាស់មិនចង់សាងសត្រូវជុំវិញខ្លួនទេកម្ពុជាគឺចង់កសាងសន្តិភាពមិត្តភាពជាមួយបណ្ដាប្រទេសជុំវិញពិភពលោកទាំងអស់ដូច្នេះហើយទំនិញគ្រប់ប្រទេសនៅលើពិភពលោកកម្ពុជានៅតែរក្សាគោលជំហរទំនាក់ទំនងល្អដើម្បីផ្លាស់ប្ដូរទំនិញផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញទៅមកគោលបំណងស្វែងរកសុខសន្តិភាពគោលបំណងស្វែងរកការរីកចម្រើនរវាងបណ្ដាប្រទេសជុំវិញខ្លួននិងប្រជាជាតិរបស់កម្ពុជាទាំងមូលផងដែរចំពោះការប្រើប្រាស់ឬក៏មិនប្រើនោះអាស្រ័យទៅលើស្មារតីជាតិនិយមរបស់ប្រជាជនគ្រប់រូបតែប៉ុណ្ណោះបើបងប្អូនចេះឈឺចាប់ចេះឲ្យតម្លៃខ្ពស់ទៅលើផលិតផលរបស់ជាតិនោះបងប្អូនប្រើរបស់ជាតិទៅគឺវាស្រេចបាច់ទៅហើយខ្ញុំធ្លាប់និយាយរួចមកហើយជាយូរយារណាស់មកហើយថាទន្ទឹមទៅនឹងការធ្វើពហិការដែលមិនប្រើប្រាស់ផលិតផលរបស់សៀមនេះទោះឆ្ងាញ់មិនឆ្ងាញ់ក្តីប្រើស្រួលមិនស្រួលក្តីសូមបងប្អូនប្រជាជនកម្ពុជាទាំងអស់ទុកឱកាសឲ្យផលិតផលនៅក្នុងស្រុករបស់យើងនេះព្យាយាមអភិវឌ្ឍនៅគុណភាពឲ្យបានប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃទៅបន្តិចទៀតពួកយើងនឹងមានផលិតផលដែលមានគុណភាពស្តង់ដារដូចគេដូចឯងដែរហើយនិយាយកន្លែងនេះណាបងប្អូនខ្ញុំនិយាយមិនបានមួយខែផងផលិតផលរបស់ក្នុងស្រុកយើងបានរីកលូតលាស់ដូចផ្កាខ្ញុំបានសាកល្បងប្រើប្រាស់ជាច្រើនគ្រប់ចំណុចទៅហើយសុទ្ធតែមានគុណភាពល្អដាច់គេតែម្ដងសូម្បីតែផលិតផលរបស់ថៃនេះដែលខ្ញុំធ្លាប់ប្រើកន្លងមកតាំងពីសាប៊ូកក់សក់សាប៊ូដោះខ្លួនគ្រឿងទេសសាប៊ូបោកខោចំណីអាហារគុណភាពនៅចាញ់ផលិតផលរបស់កម្ពុជាយើងផងនេះហើយគឺជាតម្លៃមួយដែលប្រជាជនកម្ពុជាយើងគ្រប់រូបត្រូវតែសម្លឹងឃើញហើយសូមបងប្អូនប្រជាជនខ្មែរមួយចំនួនតូចដែលនៅតែគាំទ្រផលិតផលរបស់សៀមនោះសូមបើកភ្នែកឲ្យធំផងមើលឲ្យគ្រប់ជ្រុងជ្រោយថាខាងណាជាសាច់ខាងណាជាអាចសូមអធិស្ឋានបងប្អូនពាក្យសម្ដីនេះរៀងធ្ងន់បន្តិចតែពេលខ្លះខ្ញុំឈឺចាប់ខ្លាំងណាស់បងប្អូនខ្ញុំឃើញគេប្រមាថជាតិសាសខ្លួនឯងឲ្យតែលឺសម្ដីគេម្ដងពេលណាក៏ខ្ញុំស្រក់ទឹកភ្នែកដែរបងប្អូនខ្ញុំនិយាយត្រង់ខ្ញុំអួលដើមកជាទីបំផុតតែខ្ញុំក៏សំណាងដែរដែលមានឋានៈដឹកនាំដែលមានវិធីសាស្ត្រយុទ្ធសាស្ត្រខ្ពស់នៅក្នុងការដោះស្រាយតាមផ្លូវទូតដើម្បីស្វែងរកសន្តិភាពឲ្យប្រជាជនយើងនេះគឺជាតម្លៃមួយដែលយើងមិនសរសើរមិនបានទេដូច្នេះខ្ញុំសំណូមពរឲ្យបងប្អូនប្រជាជនកម្ពុជាយើងតស៊ូឡើងក្រោកឡើងរួបរวมសាមគ្គីគ្នាជាកម្លាំងបើមិនបានទៅច្បាំងដោយវីរៈកងទ័ពយើងក៏យើងរួបរวมគាំទ្រនៅផលិតផលរបស់ជាតិយើងដែរបងប្អូននៅពេលដែលផលិតផលរបស់ជាតិយើងមានការគាំទ្រច្រើនមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់សេដ្ឋកិច្ចនៅក្នុងស្រុករបស់យើងក៏រីកលូតលាស់ទៅតាមនឹងផងដែរដែលនេះគឺជាតម្លៃមួយដែលខ្មែរគ្រប់រូបគួរតែយកចិត្តទុកដាក់ជាទីបំផុតមុននឹងប្រើប្រាស់ផលិតផលរបស់គេសូមបងប្អូនគិតពិចារណាឲ្យវែងបន្តិចនោះបងប្អូននឹងឃើញហើយថាតើគួរឲ្យតម្លៃទៅលើអ្នកណាឥឡូវនេះយើងត្រឡប់មកក្រោយវិញថាហេតុអ្វីបានជាថៃគេព្យាយាមនិយាយថាកម្ពុជានេះជាអ្នកសុំបើកច្រកទៅវិញតាមការពិតទៅបងប្អូនគេដឹងថាប្រសិនបើថៃព្យាយាមសុំបើកច្រកជាមួយកម្ពុជាច្បាស់ណាស់នឹងទាមទារយកលក្ខខណ្ឌពីគេវិញដូចជាការទាមទារឲ្យមានការដោះលែងវីរៈកងទ័ពរបស់កម្ពុជាទាំង18រូបនិងទាមទារឲ្យមានការដកទ័ពដកបន្លាលុះចេញពីព្រំដែនដែលថៃបានព្យាយាមរាយលើទឹកដីកម្ពុជាវាទីយកផ្ទះប្រជាពលរដ្ឋយើងនៅតំបន់ព្រំដែនដូច្នេះគេនឹងធ្វើវិធីបែបនេះដើម្បីទម្លាក់កំហុសមកកម្ពុជាឲ្យកម្ពុជាជាអ្នកទាមទារជាអ្នកអន់ជាងគេជាអ្នកក្រាបសំពះទៅសុំគេឲ្យបើកព្រំដែនបងប្អូនត្រង់ចំណុចនេះតាមការពិតណាបងប្អូនរឿងខាងក្នុងនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះកំពុងតែមានភាពរង្គោះរង្គើយ៉ាងខ្លាំងដែលបងប្អូនប្រជាជនខ្មែរយើងមួយចំនួនក៏អត់ដឹងទេថាប្រទេសថៃបច្ចុប្បន្នកំពុងតែរងគ្រោះនៅការខាតបង់វិស័យសេដ្ឋកិច្ចវិនិយោគទេសចរយ៉ាងខ្លាំងជាទីបំផុតហើយទន្ទឹមទៅនឹងបណ្ដាប្រទេសជុំវិញខ្លួនស្ទើរតែគ្រប់ចំណុចទៅហើយនេះមិនបើកច្រកព្រំដែនឲ្យដឹកទំនិញទៅលក់នៅបណ្ដាប្រទេសផ្សេងៗទេជាក់ស្ដែងនៅមីយ៉ាន់ម៉ាផ្ទាល់តែម្ដងមានរឿងរកម្មរកុសជាមួយគ្នាឥតឈប់បន្តិចបើកបន្តិចបាត់ព្រំដែនគឺបាត់បើកជាញឹកញាប់ដូច្នេះភាពរង្គោះរង្គើនៅវិស័យវិនិយោគនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏កំពុងតែស្ថិត
ថិតនៅក្នុងលក្ខណៈមួយគួរឲ្យព្រួយបារម្ភផងដែរសូម្បីតែជប៉ុនបច្ចុប្បន្ននេះបងប្អូនបាននឹងកំពុងតែទទូចឲ្យរោងចក្ររបស់ខ្លួនមួយចំនួននេះដកចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញដោយសារតែវាពិបាករកស៊ីយ៉ាងម៉េចបងប្អូនផលិតហើយលក់ចេញអត់បានបងប្អូនដឹងហើយប្រេនរបស់ជប៉ុនដែលមានរោងចក្រនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះគឺពេញនិយមណាស់សម្រាប់ប្រជាជនកម្ពុជាខ្ញុំអត់និយាយថាម៉ាកប្រេនអីទេខ្ញុំនិយាយត្រង់ចំណុចហ្នឹងបងប្អូនអាចនឹងដឹងហើយភាគច្រើនគឺផលិតផលអេឡិចត្រូនិកនិងគ្រឿងប្រើប្រាស់សម្ភារៈទូទៅដែលចាំបាច់នៅក្នុងជីវភាពប្រចាំថ្ងៃគឺមានផលិតផលម៉ាកប្រេនជប៉ុនច្រើនណាស់ដែលផលិតនៅក្នុងប្រទេសថៃហើយប្រសិនបើដំណាក់កាលនៃការបិទព្រំដែននេះជាបន្តទៀតប្រជាជនខ្មែរយើងអត់ត្រូវជាមួយនឹងថៃបន្តទៀតនេះយូរទៅជប៉ុនអត់អាចទ្រាំបានទេនឹងត្រូវតែមានការវិនិយោគធ្វើរោងចក្រផលិតនៅក្នុងប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាហើយមិនយូរមិនឆាប់ទេនេះគឺជាចំណុចមួយដែលផ្ដល់នូវភាពរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងប្រទេសថៃហើយបងប្អូនដឹងហើយខ្ញុំធ្លាប់និយាយហើយពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសថៃគឺមានតែពីរទេទី1គឺទេសចរទី2គឺវិនិយោគខ្លាំងជាងគេបំផុតដែលបច្ចុប្បន្ននេះថៃកំពុងតែរងគ្រោះយ៉ាងខ្លាំងទៅលើវិស័យទាំងពីរនេះនិយាយឲ្យចំទៅគឺចង់អស់ផ្លូវដើរបងប្អូនទេសចរធ្លាក់ចុះខ្លាំងមែនទែនទន្ទឹមទៅនឹងគេឈ្មោះរបស់ថៃដែលធ្លាប់កសាងរាប់រយឆ្នាំដល់ពេលឥឡូវនេះបំផ្លាញមកប្រពេចភ្នែកតិចទីអស់ហើយភ្ញៀវទេសចរនៅអឺរ៉ុបស្ទើរតែទាំងអស់គេខកបំណងយ៉ាងខ្លាំងចំពោះប្រទេសថៃដែលបានឈ្លានពានកម្ពុជាប្រើអាវុធធុនធ្ងន់គ្រាប់បែកចង្កោមយន្តហោះចម្បាំងបាញ់ផ្សែងពុលមកលើកម្ពុជានៅក្នុងសមរភូមិរួមជាមួយនឹងទង្វើថោកទាបនិងអមនុស្សធម៌ជាច្រើនទៀតនៅដំណាក់កាលចុងក្រោយនេះខ្ញុំមិនបញ្ជាក់ឡើងវិញទេបងប្អូនបានជ្រាបហើយភាពសុខសាយនៃព័ត៌មានទាំងអស់នោះនៅក្នុងបណ្ដាញសង្គមបច្ចុប្បន្ននេះបរទេសក៏គេមើលឃើញដែរគេចេះពិចារណាថាអ្នកណាខុសអ្នកណាត្រូវហើយអ្នកណាអាក្រក់អ្នកណាល្អហើយអ្នកណាខូចអ្នកណាកាចគេដឹងច្បាស់ណាស់បងប្អូនដូច្នេះរឿងទេសចរនេះគឺជារឿងសំខាន់ណាស់សំដៅទៅលើគេឈ្មោះកិត្តិយសច្បាស់ណាស់គេអត់ចង់ទៅលេងប្រទេសណាដែលចូលចិត្តបំពានជាតិសាសន៍អ្នកដទៃទេដោយសារតែកត្តាបែបនេះហើយទើបធ្វើឲ្យសក្តានុពលទេសចរនៅក្នុងប្រទេសថៃមកទល់ឆមាសទី2ក្នុងឆ្នាំ2025នេះប្រទេសថៃគឺមានការធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីមានសកម្មភាពឈ្លានពានទឹកដីកម្ពុជាជាសរុបរួមមកបញ្ហាដែលថៃធ្វើបែបនេះដើម្បីគោលបំណងចង់លាក់បាំងនៅរឿងរ៉ាវរបស់ខ្លួនឯងដែលកំពុងតែជួបបញ្ហាហើយកម្លាំងប្រឈមពីរទី1គឺរដ្ឋាភិបាលកំពុងតែរកដំណោះស្រាយចង់ឲ្យមានការបើកព្រំដែនវិញដើម្បីបន្តពាណិជ្ជកម្មជាមួយគ្នាទៅមុខទៀតប៉ុន្តែភាគីដែលប្រឆាំងជាមួយរដ្ឋាភិបាលបច្ចុប្បន្នរបស់ថៃនោះគឺមេភូមិភាគ2នៅតែមានអំណាចនៅឡើយជាមួយនឹងកងទ័ពជាក់ស្ដែងបងប្អូនមេភូមិភាគ2បាននិយាយហើយថាអត់ឲ្យថៃបើកច្រកព្រំដែនទេថាកាលណាថៃបើកច្រកព្រំដែនមុននេះនាំឲ្យកងទ័ពរបស់គេនឹងបាក់ទឹកចិត្តមានអីសូមបន្តទៀតចុះបិទទៀតចុះប្រជាជនអត់ស្លាប់ទេកម្ពុជាប្រជាជនមានទំនិញមានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ហើយនៅក្នុងប្រទេសដូច្នេះអ្នកឯងបន្តបិទទៀតចុះបន្តបិទរហូតក៏បានដែរប្រជាជនយើងបាននឹងកំពុងតែមានភាពរឹងមាំនៅក្នុងការធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ថៃហើយដូច្នេះសូមមេត្តាបិទបន្តទៀតចុះសូមអរគុណ